ក្នុងសកម្មភាពដាក់លូចាក់ដីឆ្លងកាត់អូញើននៅភូមិញើនឃុំស្ដៅស្រុកសេសានខេត្តស្ទឹងត្រែងលោកសុវណ្ណពិសេសអភិបាលស្រុកបានបញ្ជាក់ថាកម្លាំងចម្រុះថ្នាក់ស្រុកនិងរដ្ឋបាលភូមិឃុំប្រជាការពារចូលរួមគ្នារើស្ពានឈើពុកខូចចេញដាក់លូចាក់ដីជំនួសវិញហើយរៀបចំប្រព័ន្ធផ្លូវឲ្យមានសុវត្ថិភាពដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋនៅរដូវប្រាំងនេះលោកបន្តថាអូញើននេះឯកឧត្តមអភិបាលខេត្តនឹងផ្ដល់ស្ពានឈើឬក៏ស្ពានដែកបេលេជូនទៅដល់ប្រជាពលរដ្ឋយើងនៅពេលខាងមុខដ៏ឆាប់នេះព្រោះកាលពីឆ្នាំ2025ក្រមមន្ត្រីជំនាញបានមកធ្វើការសិក្សារួចហើយលោកមិញស្រៀងប្រជាពលរដ្ឋនៅភូមិញើនបានបញ្ជាក់ថានេះជាភាពពីឆ្លាតរបស់អាជ្ញាធរក្នុងការដោះស្រាយបញ្ហាចំពោះមុខហើយសំខាន់ជាងនោះយើងរួមគ្នាបញ្ជៀសបានពីការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗនៅចំណុចនេះលោកបន្តថាសមិទ្ធផលនេះមើលទៅវាមិនធំដុំមែនតែបានលុបបំបាត់ក្តីព្រួយកង្វល់ដែលកូនចៅប្រជាពលរដ្ឋទៅរៀនជិះកង់ម៉ូតូឆ្លងកាត់ស្ពានឈើពុកតូចចង្អៀតវាងាយនឹងគ្រោះថ្នាក់គ្រប់ពេលវេលាមិនថាពេលយប់ឬពេលថ្ងៃនោះទេគួររំលឹកថាកាលពីថ្ងៃទី9កក្កដាឆ្នាំ2025ហើយឧត្តមសសុពុត្រាអភិបាលខេត្តបានចុះទៅដល់ទីតាំងនោះផ្ទាល់ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្ដែងនិងបានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋហើយឲ្យមន្ត្រីបច្ចេកទេសមន្ទីរអភិវឌ្ឍជនបទមកសិក្សាគម្រោងសាងសង់ស្ពានថ្មីឲ្យធានាសុវត្ថិភាពជូនប្រជាពលរដ្ឋតែការចេញដំណើរមកធ្វើមិនទាន់បានមកដល់ក្នុងរយៈពេលជាងកន្លះឆ្នាំហើយសូមបញ្ជាក់ថាអូញើននេះកន្លងមកជាស្ពានយល់ធ្លាប់ធ្លាក់មនុស្សស្លាប់ចំនួន2នាក់និងម្នាក់រងរបួសព្រោះតែស្ពាននេះប្រជាសហគមន៍រួមគ្នាធ្វើឡើងគ្រាន់តែឆ្លងកាត់ជាបណ្ដោះអាសន្ននៅក្នុងឆ្នាំ1996ហើយមកដល់ឆ្នាំ2025ត្រូវចំនួនទឹកភ្លៀងហូរចេញពីព្រែកបុកមកទន្លេសេកុងហូរកាត់ផ្ដាច់បង្កឲ្យមានភាពលំបាកដល់សប្តាហ៍នេះ